dương nó khơi tha thông mà hộp quạt lực bị từ đây mà nút chỉ vốn chỉ cái cho nó không chừng nào mà nútហើយគោលបំណងនៃការលើកបែបនេះគឺមានន័យថាចង់ឲ្យមនុស្សចង់បានសេចក្តីសុខចង់បានសុវត្ថិភាពហើយបង្កើតបានទៅជារដ្ឋការបង្កើតបានទៅជារដ្ឋគឺការបង្កើតស្ថិតនៅក្នុងទម្រង់មួយគេហៅថាកិច្ចសន្យាសង្គមអញ្ចឹងរដ្ឋនេះគឺជាផលគឺជាគោលបំណងរបស់មនុស្សដែលខំកាប់ចាក់គ្នាដើម្បីជាការដោះដូរមកវិញនៅសេចក្តីសុខនិងសុខសុវត្ថិភាពការពារផលប្រយោជន៍របស់ពួកមនុស្សនៅពេលនោះអញ្ចឹងទេបានជាកិច្ចសន្យាសង្គមអ្នកខ្លះក៏គាត់អត់បានយល់តើកិច្ចសន្យាសង្គមហ្នឹងបច្ចុប្បន្ននេះវាជាអ្វីអញ្ចឹងកិច្ចសន្យាសង្គមនេះបើយើងមើលពីបច្ចុប្បន្នគឺរដ្ឋធម្មនុញ្ញអញ្ចឹងរដ្ឋធម្មនុញ្ញនេះយើងឃើញថាពីមុនការដឹកនាំរបស់ប្រទេសនីមួយៗរបស់សហគមន៍នីមួយៗយើងអត់ដឹងថាតើរដ្ឋធម្មនុញ្ញនឹងគឺជាអ្វីដែលយើងមើលឃើញបច្ចុប្បន្នឬក៏មិនទេប៉ុន្តែគឺយើងដឹងថាវាមានការដឹកនាំមួយដែលមានរចនាសម្ព័ន្ធច្បាស់លាស់អញ្ចឹងប្រទេសខ្លះរដ្ឋខ្លះក៏ដឹកនាំតាមបែបកុម្មុយនីសរដ្ឋខ្លះដឹកនាំតាមបែបផ្ដាច់ការរដ្ឋខ្លះក៏ដឹកនាំតាមបែបប្រជាធិបតេយ្យអានេះគឺជាទ្រឹស្ដីក្រោយមានន័យថាដំបូងទីការដឹកនាំរដ្ឋគឺដឹកនាំដោយស្ដេចដោយព្រះមហាក្សត្រអញ្ចឹងមនុស្សក៏នៅតែអត់ទាន់សប្បាយចិត្តទៅនឹងការដឹកនាំទេមនុស្សតែងតែព្យាយាមកែព្យាយាមកំណែតម្រង់ធ្វើម៉េចដើម្បីឲ្យខ្លួនពេញចិត្តទៅនឹងការដឹកនាំរបស់ប្រទេសរបស់ខ្លួនចាស់ស្ដែងខ្ញុំមិនលើកពីអឺរ៉ុបទេខ្ញុំលើកពីសង្គមរបស់យើងឃើញរឿងនិទានរបស់យើងគឺប្របាទហ៊ុនទៀននិងពនាងលាវយីយើងរឿងប្រវត្តិសាស្ត្រនេះគឺយើងបានដឹងទាំងអស់គ្នាហើយការដឹកនាំរដ្ឋរបស់យើងតាំងពីសតវត្សដែលយើងអាចកត់ត្រាបានសតវត្សទី1មកគឺដឹកនាំតាមបែបលទ្ធិទេវរាជការដឹកនាំតាមបែបលទ្ធិទេវរាជនេះក្រោយមកពាក្យកម្លាយគេហៅថាពាក្យរបបរាជានិយមឬលទ្ធិទេវរាជការដឹកនាំតាមបែបលទ្ធិទេវរាជនេះគឺសង្គមយើងឆ្លងកាត់រាប់ពាន់ឆ្នាំមករបបរាជានិយមនេះសង្គមយើងឆ្លងកាត់រាប់ពាន់ឆ្នាំមកហើយអញ្ចឹងសង្គមយើងមានការផ្លាស់ប្ដូរនៅឆ្នាំ1947គឺយើងបានផ្លាស់ប្ដូរពីលទ្ធិទេវរាជមកលទ្ធិប្រជាធិបតេយ្យមានន័យថាការដឹកនាំគឺត្រូវអាស្រ័យតាមរដ្ឋធម្មនុញ្ញអញ្ចឹងយើងមានរដ្ឋធម្មនុញ្ញនៅឆ្នាំ1947ដែលជាការផ្លាស់ប្ដូរពីការដឹកនាំតាមបែបលទ្ធិទេវរាជមកលទ្ធិប្រជាធិបតេយ្យអញ្ចឹង
យើងបានទទួលស្គាល់នៅលទ្ធិប្រជាធិបតេយ្យឬរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅឆ្នាំ1947តាមរយៈការដាក់ចេញនៅរដ្ឋធម្មនុញ្ញឆ្នាំ1947តាមរយៈការបោះឆ្នោតតំណាងរាស្ត្រហើយក៏ជាឆ្នាំមួយដែលយើងបានស្គាល់អ្វីដែលហៅថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអ្វីដែលយើងស្គាល់អំពីសភាតំណាងរាស្ត្រអ្វីដែលយើងហៅថារដ្ឋធម្មនុញ្ញឆ្នាំ1947អញ្ចឹងចាប់តាំងពីឆ្នាំ1947ចាប់តាំងពីការដាក់ចេញនៅរដ្ឋធម្មនុញ្ញមកគឺការដាក់ចេញរដ្ឋធម្មនុញ្ញនៅឆ្នាំ1947ប្រកាសឲ្យប្រើនេះគឺមានន័យថាយើងផ្លាស់ប្ដូរពីរបបលទ្ធិទេវរាជមកជារបបលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអញ្ចឹងទេបាននិយមន័យច្បាប់ពាក្យថាច្បាប់យើងខ្ញុំយល់ថាយើងឲ្យនិយមន័យខុសៗគ្នាប៉ុន្តែខ្ញុំចង់ឲ្យអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយឲ្យគាត់ទៅមើលពាក្យច្បាប់ដែលបានអនុម័តនៅឆ្នាំ1947នៅក្នុងរដ្ឋធម្មនុញ្ញគឺយើងមានកំណត់និយមន័យច្បាប់ថាជាទស្សនៈរួមរបស់ប្រជាជាតិមួយជាឆន្ទៈរួមរបស់ប្រជាជាតិអញ្ចឹងចាំមើលខ្ញុំអានឲ្យចំថាតើនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ1947របស់យើងគាត់ឲ្យនិយមន័យច្បាប់ថាម៉េចនៅក្នុងចម្ពោះទី3នៃរដ្ឋធម្មនុញ្ញឆ្នាំ1947គាត់ឲ្យនិយមន័យថាច្បាប់ជាសេចក្តីសម្ដែងឆន្ទៈរបស់ប្រជាជាតិច្បាប់ជាសេចក្តីសម្ដែងឆន្ទៈរបស់ប្រជាជាតិច្បាប់ត្រូវប្រើទៅលើជនទាំងអស់ទោះជាច្បាប់នោះរក្សាការពារក្តីផ្ដន់ទាទោសក្តីបង្ខិតបង្ខំក្តីនេះគឺជានិយមន័យច្បាប់អញ្ចឹងយើងគួរយកនិយមន័យច្បាប់ជារួមមួយនៅឆ្នាំ1947ថាជាសេចក្តីសម្ដែងឆន្ទៈរបស់ប្រជាជាតិអញ្ចឹងសង្គមយើងតាំងពីនឹងមករហូតមកដល់បច្ចុប្បន្ននេះយើងមានច្បាប់ច្រើនហើយដែលច្បាប់បើយើងមើលពីបច្ចុប្បន្នយើងឃើញច្បាប់គឺចែងមកដើម្បីគ្រប់គ្រងដើម្បីផ្ដល់សិទ្ធិនិងកំណត់សិទ្ធិឃើញទេច្បាប់ផ្ដល់សិទ្ធិឲ្យពលរដ្ឋកំណត់សិទ្ធិឲ្យពលរដ្ឋហើយច្បាប់ខ្លួនឯងក៏ផ្ដល់សិទ្ធិនិងកាតព្វកិច្ចឲ្យរដ្ឋផងដែរពីព្រោះរដ្ឋជានីតិបុគ្គលសាធារណៈហើយប្រជាពលរដ្ឋផ្សេងទៀតគេអាចថាជាបុគ្គលឯកជនអញ្ចឹងហើយបានច្បាប់នៅក្នុងសង្គមមួយត្រូវបានបែងចែកជាពីរគឺច្បាប់សាធារណៈឬច្បាប់សម្រាប់គ្រប់គ្រងសាធារណៈនិងច្បាប់សម្រាប់ឯកជនអញ្ចឹងខ្ញុំសូមលើកប៉ុណ្ណេះហើយ